អូខេអញ្ចឹងតោះអ្នកទាំងអស់គ្នាទៅមើលពីរបៀបនៃការដែលយើងចង់ដាក់រូប before after តែយើងកាត់រូបភាពបែបណាចាអញ្ចឹងឥឡូវយើងចូលមកក្នុង Facebook sorry យើងចូលមកក្នុងកម្មវិធីទូរស័ព្ទមកគឺសម្រាប់ខ្ញុំនេះខ្ញុំប្រើ Beauty Cam Beauty Cam នេះគឺវាមានរូបថតស្អាតៗច្រើនបើយើងចង់កាត់ឬក៏យើងចង់ដាក់ background ផ្ទៃខាងក្រោយឬក៏ដាក់ទេសភាពអីចឹងណាអញ្ចឹងឥឡូវយើងចុចចូលមកចាសម្រាប់គ្នាយើងដែលអត់ទាន់មានទេដោនកម្មវិធីនេះបានអញ្ចឹងយើងចុចរកមើលចាយើងចុចវាចុះមកក្រោមមកគឺយើងមានកម្មវិធីច្រើនមែនតើតែខ្ញុំប្រើគឺកន្លែង collect នេះកន្លែងនេះគឺវាមានកន្លោនឲ្យយើងជ្រើសរើសរូបច្រើនហើយចូលមកដល់គឺយើងចូលឡើង photo រូបភាពរបស់យើងហើយអញ្ចឹងឥឡូវយើងទៅមើលខ្ញុំចង់ដាក់រូបអូខេអញ្ចឹងមើលចុះទៅក្រោមបន្តិចនេះខ្ញុំដាក់រូបរបស់ខ្ញុំកាន់កតាបចុះឈ្មោះនេះចាខ្ញុំប្រើរូប2អញ្ចឹងខ្ញុំឧទាហរណ៍អ្នកទាំងអស់គ្នាមើលរូប2គឺរូបមួយធំរូបមួយតូចអញ្ចឹងណាអញ្ចឹងខ្ញុំ select លើរូប2នឹងមកហើយបន្ទាប់មកទៀតខ្ញុំចុចពាក្យ start ពេលហ្នឹងវាឲ្យយើងមានកន្លោនដេកចាត្រួតពីលើគ្នាប្រឈរចិត្តគ្នាទូចធំហើយយើងអស់មកក្រោមទៀតមកគឺឃើញកន្លោនច្រើនមែនតើយើងចង់ដាក់អញ្ចឹងរូបនេះវាមានធំមួយទូចមួយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំថារូបពីមុនគឺយើងដាក់នៅខាងឆ្វេងដៃចារូបពីមុនគឺយើងដាក់ឡើងឆ្វេងដៃនេះណាចាហើយរូបឥឡូវពេលដែលស្រក់គីឡូហើយគឺយើងដាក់ឡើងស្ដាំដៃនេះដើម្បីឲ្យគេដឹងថា before ហើយនិង after ពីមុនហើយនឹងរូបឥឡូវនេះអញ្ចឹងយើងដាក់រូបវាឲ្យប៉ិនគ្នាមកកុំឲ្យវាមួយទូចមួយធំអញ្ចឹងយើងប៉ះលើរូបនឹងឲ្យចេញសុំជុំវិញអាពណ៌កាឈូកនឹងមកគឺយើងអាចអូសរូបថតយើងបានហើយចាយើងបរិចវាឲ្យប៉ិនគ្នាមកហើយយើងមើលមកឲ្យសមណាអ្នកទាំងអស់គ្នាមើលថាយើងដាក់មិនសមពេលដែលយើងចេះមើលខ្លួនឯងយើងដឹងថាមិនសមមិនសមយូរទៅយើងចេះហើយក៏ប៉ុន្តែបើសិនជាយើងដាក់រូបឲ្យតែរួចពីដៃអាមួយធំអាមួយតូចអ្នកមើលក៏គេអត់តាក់ទាញដែរហ្នឹងហើយអញ្ចឹងបើសិនជាយើងអត់ចង់ឲ្យវាដាច់កតាបទេយើងទាញកតាបយើងនឹងឲ្យប៉ុណ្ណឹងមកហ្នឹងហើយធ្វើម៉េចកុំឲ្យដាច់ logo របស់យើងណាអូខេអញ្ចឹងបន្ទាប់មកទៀតចារួចរាល់ហើយអ្នកទាំងអស់គ្នាអាចចុចពាក្យ save បានពេលដែលចុច save ហើយគឺវានឹង load ចូលទៅក្នុង gallery កន្លែងរូបថតរបស់យើងហើយអញ្ចឹងឥឡូវយើងទៅមើលកន្លែងរូបថតរបស់យើងនេះណាចាបន្ទាប់ពីយើង save រួចគឺវានឹងចេញរូបមកបែបនេះហើយយើងអាចទៅសេអក្សរដាក់មុននឹងក្រោយឬក៏យើងចង់និយាយអីអញ្ចឹងណា